ហើយដល់លោកជំទាវនិងបងប្អូនរួមជំនឿជាសហជីវិននិងសហការីដែលបម្រើប្រជាម្ចាស់ជាពិសេសអ្នកដឹកនាំគ្រាបរិស័ទមិនថាអ្នកដឹកនាំក្រុមជំនុំមិនថាអ្នកដឹកនាំអង្គការគ្រិស្តបរិស័ទឬក៏អ្នកដឹកនាំអន្តរជាតិគ្រិស្តបរិស័ទឬសជីវកម្មណាក៏ដោយដោយសារអស់លោកអ្នកចំនួនក្រោយនេះជាចំនួនមួយដែលខ្ញុំមើលឃើញថាកំពុងតែបន្តការរៀបចំក្រុមជំនុំឲ្យកាន់តែមានលក្ខណៈសណ្ដាប់ធ្នាប់និងរបៀបរៀបរយស្របតាមច្បាប់របស់ប្រជាណាចក្រកម្ពុជាផងនិងស្របតាមច្បាប់របស់ប្រជាម្ចាស់ផងខ្ញុំសូមផ្ដែផ្ដាំតាមការស្នើសុំរបស់គណៈកម្មការរៀបចំថាលោកគ្រូសុពលៈលោកនឹងមានមតិណែនាំឲ្យខ្ញុំវិញជាបណ្ដាំហើយខ្ញុំមានបណ្ដាំតែ2ទេយើងបានលើថាចម្រៀងដែលយើងក្រុមបាត់អង្គមជ្រៀងក្តីឬក៏អ្នកចម្រៀងពិសេសឡើងជាក្តីធ្វើឲ្យយើងនឹកឃើញដល់ព្រះវិជ្ជាមួយអង្គក្នុងសម័យដើមគឺព្រះបាទដាវីតដែលលោករៀបចំទឹកដីអត់មានសណ្ដាប់ធ្នាប់សោះឲ្យមានសណ្ដាប់ធ្នាប់ទឹកដីបាក់បែកឲ្យទៅជាប្រទេសដែលរួបរួមចឹងខ្ញុំសូមផ្ដែផ្ដាំថាសូមអ្នកដឹកនាំជំនាន់ក្រោយគ្រប់គ្នាមិនថាប្រុសមិនថាស្រីមិនថាខ្មែរមិនថាជនជាតិបរទេសមកធ្វើការជាមួយជនប្រជាជនខ្មែរនឹងសូមធ្វើជាមនុស្សដែលត្រូវបហារតីរបស់ប្រជាម្ចាស់ពីអង់គ្លេសថា be men and women after God's heart កិច្ចការចំពោះ13ខ22ដែលកត់ត្រាដោយប្រវត្តិវិទូដ៏ល្បីមួយរូបដែលជាគ្រូពេទ្យគឺលោកលូកាថាក្រោយពីបានដកព្រះបាទសូលចេញហើយព្រះជាម្ចាស់ទ្រង់ក៏តែងតាំងព្រះបាទដាវីតជាបរិជារបស់ពួកគាត់ព្រះជាម្ចាស់ទ្រង់ធ្វើសក្កិកម្មអំពីព្រះបាទដាវីតថាយើងបានរកឃើញមនុស្សម្នាក់ដែលត្រូវចាត់យើងហើយខ្ញុំចង់លើព្រះជាម្ចាស់